គណៈសូមលើកយកធម្មគុណអបនយកមកពោលសម្ដែងធម្មគុណអបនយកតើមានន័យសេចក្តីដូចម្ដេចចឹងគណៈស្រង់ចេញពីគម្ពីរវិសុទ្ធនៈនិងសន្ទានុក្រមបាលីមកសម្ដែងជាធម្មទានធម្មគុណគឺសំដៅយកគុណប្រយោជន៍នៃព្រះធម៌គឺមាគ4ផល4និព្វានបើបុគ្គលណាមួយបានដឹងបានជួបបានពិលត្រូវនៅធម្មគុណនេះគឺពិលត្រូវមាគ4ផល4និងនិព្វាននេះហើយបុគ្គលនោះរមែងបាននៅសេចក្តីសុខស្ងប់ក្នុងសន្តានចិត្តពាក្យថាអបនយកមានន័យថាជាធัวគឺព្រះអរិយបុគ្គលក៏បីបង្អន់ចូលមកទុកក្នុងខ្លួនដោយអំណាចនៃភាវនាសំណួរសួរថាតើធ្វើណាក៏បីបង្អន់មកទុកក្នុងខ្លួនដោយអំណាចភាវនានេះជាសំណួរទី1សំណួរទី2សួរថាតើភាវនាយ៉ាងម៉េចចម្លើយនៃសំណួរទី1ធัวនោះគឺលោកុត្តរធัวមាគ4ផល4និព្វាននោះឯងដែលជាធัวកបៃបង្អន់មកទុកក្នុងខ្លួនចំណែកឯសំណួរទី2សួរតើភាវនាយ៉ាងម៉េចគឺថាសតិរបស់បុគ្គលនោះរលឹករឿយដល់លោកុត្តរធម៌ដែលបានឃើញហើយនោះដដាលគ្រប់ឥរិយាបថទាំង4ដេកដើរឈរអង្គុយដើម្បីធ្វើឲ្យជាក់ច្បាស់ការរលឹករឿយដល់ធម៌ដែលបានឃើញនោះឯងហៅថាការបង្អន់ចូលមកទុកក្នុងខ្លួនដោយអំណាចភាវនាអញ្ចឹងការរលឹករឿយដល់ធម៌ដែលបានឃើញនឹងហើយគេហៅថាការបង្អន់ចូលមកទុកក្នុងខ្លួនដោយអំណាចភាវនាសំណួរសួរថាដើម្បីធ្វើឲ្យជាក់ច្បាស់អ្វីអញ្ចឹងរលឹករឿយហ្នឹងដើម្បីធ្វើឲ្យជាក់ច្បាស់អ្វីរលឹករឿយដើម្បីធ្វើឲ្យជាក់ច្បាស់នៅព្រះនិព្វានគឺមានន័យថាដើម្បីឲ្យជាក់ច្បាស់ថាតើកិលេសទាំងឡាយហ្នឹងបានរលត់បាត់ហើយឬនៅបើកិលេសនៅបុគ្គលនោះក៏ត្រូវពិចារណាចម្រើនមាគផ្សេងទៀតដើម្បីកម្ចាត់កិលេសដែលនៅសេសសល់រហូតដល់អរហត្តមគ្គកើតឡើងទើបជាកិច្ចបញ្ចប់សំណួរសួរថាតើចម្រើនមាគផ្សេងទៀតដូចម្ដេចចម្លើយឆ្លើយថាការចម្រើនមាគនោះទោះបីជាមាគទី1មាគទី2ក៏ដោយមុននឹងចម្រើនមាគនោះត្រូវលុះត្រាតែវិបស្សនាញាណបានកើតឡើងជាមុនសិនគឺត្រូវចម្រើនវិបស្សនាឲ្យវិបស្សនាញាណបានកើតឡើងជាមុនសិនវិបស្សនាញាណគឺបញ្ញាថ្នាក់លោកយៈចាក់ធ្លុះពិលត្រូវឃើញត្រៃលក្ខណ៍គឺឃើញថាអ្វីគ្រប់យ៉ាងដែលសង្កល់ថាមាននៅក្នុងលោកនេះមិនមានដោយហេតុណាមិនមានដោយហេតុថាវាកើតអលត់គឺមានត្រឹមតែរូបធម៌នាមធម៌ប៉ុណ្ណោះដែលកើតអលត់គឺដកបញ្ញត្តិចេញទាំងអស់នៅសល់ត្រឹមតែរូបធម៌នាមធម៌ប៉ុណ្ណោះដែលកើតអលត់មិនមានការតាំងនៅដដែលហាមមិនឲ្យរលត់មិនបានមិនមានភាពជាតួខ្លួនក្នុងរូបធម៌នាមធម៌ដែលកើតរលត់នោះទេគឺថាមានត្រឹមតែរូបធម៌នាមធម៌ប៉ុណ្ណោះដែលកើតរលត់បញ្ញាឃើញយ៉ាងនេះពេញបរិបូរណ៍តែភាសាបាលីហៅថាសម្បណ្ណោអញ្ចឹងការឃើញពេញ
ពេញបរិបូរណ៍ក្នុងជីវ័នចិត្តរហូតដល់កម្រិតកាត់ផ្ដាច់កិលេសបានកាលណាផ្ដាច់កិលេសបានហើយគេហៅថាអរិយមគ្គឬមគ្គបានកើតឡើងហើយបើអរិយមគ្គបានកើតឡើងហើយអរិយផលក៏កើតឡើងដែរឯព្រះនិព្វានគឺការរលត់កិលេសដែលមគ្គបានកម្ចាត់នោះឯងអញ្ចឹងកណាមិនបានបញ្យល់ពីវិធីចម្រើនវិបស្សនានិងចម្រើនមគ្គទេអញ្ចឹងកណាសូមបញ្ចប់ត្រឹមនេះ